Okay, let's start. ជំរាបសួរបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាតែងតែទស្សនាវីដេអូមុនគឺខាងយើងគឺនិយាយតាក់ទងជាមួយនឹងវីតាមីនក៏ដូចជា supplement ហើយនឹងគ្រឿង cosmetic អញ្ចឹងចង់បញ្ជាក់បងប្អូនទាំងអស់គ្នាថានៅក្នុងស្ថានយើងមិនត្រឹមតែមានវីតាមីននិង cosmetic ទេប៉ុន្តែយើងក៏មានគ្រឿងបរិក្ខារពេទ្យដែលសម្រាប់បងទាំងអស់គ្នាយកទៅប្រើប្រាស់ជាប្រចាំថ្ងៃឬក៏ជូនជាមនុស្សជាទីស្រឡាញ់បងប្អូនទាំងអស់គ្នាបានហើយដែលខ្ញុំលើកយកមកខាងលើនេះគឺមានទី1នេះគឺប្រអប់ថ្នាំពេទ្យជា first aid ដែលយើងអាចដាក់នៅផ្ទះបានដែលយើងអាចដាក់ជាថ្នាំដែលយើងអាចប្រើប្រាស់ដូចថ្នាំប្រាសាយឬក៏ថ្នាំផ្ដៅខ្លួនដែលយើងដាក់ទៅគឺមានរចនាសម្ព័ន្ធស្អាតហើយគឺវាធន់ជាមួយនឹងកម្ដៅហើយងាយស្រួលទុកដាក់គឺដាក់កុំឲ្យក្មេងៗគាត់លេងផងដែរហើយនេះគឺបន្ទាប់គឺជាម៉ាស៊ីនជួសជាតិស្ករដែលទូននីតិរបស់វាគឺមិនត្រូវបានជួសជាតិស្ករតែជួសជាតិអាស៊ីតនិងខ្លាញ់ផងដែរអញ្ចឹងជាបន្ទាប់នេះគឺជាម៉ាស៊ីនផុសសម្ពាធឈាមដែលបងអាចជូនទៅដល់មនុស្សជាទីស្រឡាញ់ឬក៏ម៉ាក់ប៉ាលោកយាយលោកតាដែលគាត់ចាស់នៅផ្ទះបងអាចទុកសគួរដូចជាគ្រូពេទ្យនៅផ្ទះតែម្ដងអញ្ចឹងងាយស្រួលប្រើប្រាស់ខ្លួនឯងក៏បានដែរមួយនេះគឺជាម៉ាស៊ីនបូមសម្បល់សម្រាប់ខ្លួនក្មេងអញ្ចឹងបងដែលមានកូនតូចគឺច្បាស់ណាស់ប្រកាសជាក្មេងតែងតែអាសាផ្ដាសាយអញ្ចឹងជំរឿនពីរនេះគឺល្អមែនទែនសម្រាប់បងទាំងអស់គ្នាដែលជួយទៅបូមសម្បល់ផងហើយមួយនេះគឺជាម៉ាស៊ីនស្ពងដែលជួយបន្ធូរដង្ហើមនិងគឺជាសម្រាប់ចាស់ក៏ប្រើបានដែលគាត់មានផាងាហត់អញ្ចឹងក្មេងៗក៏ប្រើបានដែរអញ្ចឹង2 in 1ហ្មងអ្នកទាំងអស់គ្នាទិញបានទាំងមនុស្សចាស់ផងនិងកូនក្មេងផងអញ្ចឹងរាល់ផលិតផលដែលខ្ញុំលើកមកខាងមុខនេះបើសិនជាបងមានចម្ងល់ក៏ដូចជាចង់ដឹងពីព័ត៌មានបន្ថែមចង់ដឹងពីការប្រើប្រាស់បែបណាដែរបងអាចតាក់ទងតាមលេខទូរស័ព្ទឬក៏ Telegram ឬក៏បងអាចអញ្ជើញមកដល់ស្ថានយើងពេជ្រចិន្តាគម្រាមបានផងដែរអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលា